ជំរាបសួរបងចាជំរាបសួរបងមានឈ្មោះអ្វីដែរបងខ្ញុំឈ្មោះថាវរីបងណាចាបងទីតាំងបងស្ថិតនៅក្នុងភូមិឃុំអ្វីដែរបងភូមិកូនសัตว์ឃុំកូនសัตว์ស្រុកទឹកឈូខេត្តកពតខាងទឹកឈូកពតបងណាចាបាទបងមិនប្រើផលិតផលធម្មជាតិណាក៏ស៊ីងបងមានអាការៈអាឡែស៊ីធ្វើទុកអ្វីដែរបងធ្វើទុកខ្លាំងតាំងច្រមុះបងចាហើយវាឈឺក្បាលជាពិសេសគឺតាំងច្រមុះហ្នឹងហ្មងតាំងខ្លាំងជាងគេបាទការៈយូរនៅបងយូរហើយបងណាចាបាទតាំងច្រមុះការធ្វើទុកការរស់នៅដេកអីដេកអត់បានវាយើងតាំងច្រមុះដល់យើងតក់ថ្នាំបានយើងដេកបានអញ្ចឹងហ៎ចាតាំងរយៈពេលប្រហែលឆ្នាំបងតាំងយូរដែរហើយកន្លះឆ្នាំពីមុនហ្នឹងខ្ញុំទៅកាត់ភាសាដល់ពេលកាត់ទៅវារើវិញរើវិញប្រហែលកន្លះឆ្នាំខ្ញុំតក់ថ្នាំរហូតដល់ពេលឃើញផ្សាយក្នុងទូរស័ព្ទអាហ្នឹងឃើញផ្សាយក្នុងទូរស័ព្ទក៏ប្តីខ្ញុំគេថាសាកមើលសាកមកកំប៉ុងសាកមើលទៅបាទដល់មកកំប៉ុងទៅចិត្តអស់ប្រហែលជានៅតែ5គ្រាប់អីចឹងស្រាប់តែធូរលេងតក់រហូតបាទចាធូរលេខធម្មតាហូបធម្មតាអត់ឈឺក្បាលអត់តឹងច្រមុះអាថ្នាំតក់ហ្នឹងចោលឈប់ដើរចាបងឈ្មោះបងមានធ្លាប់ធ្វើការកាត់ទេធ្លាប់ទៅកាត់ដុសសាច់អញ្ចឹងចាធ្លាប់ភាសាតែអាការធ្វើទុកអីផ្សេងបាត់អស់បងបាត់អស់ចាបាទអញ្ចឹងការញ៉ាំអីស្រួលវិញហ៎ចាស្រួលវិញហ៎ចាធម្មតាបងការប្រើប្រាស់អស់ប្រហែលកំប៉ុងដែរបងទិញសាក្រោយទៀតអស់4កំប៉ុង2នាក់ប្តីជាមួយគ្រួសារទាំងអស់4កំប៉ុងបងចា4កំប៉ុង4កំប៉ុងហើយឥឡូវបានធូរអស់ហើយអាការៈដែលធ្វើទុកដែលបងពិបាកហ្នឹងចាបាទពេលបានធូរបានជាងសប្បាយចិត្តទេបងសប្បាយចិត្តបើសម្រាប់បានហើយអត់តាំងច្រមុះផងមិនសប្បាយចិត្តលេងធ្វើទុកលេងអីហើយចាបាទអញ្ចឹងអ្នកស្រុកអ្នកភូមិក៏ដឹងថាបងដឹងខ្ញុំសោកស្ដាយដែរចានិយាយគេសួរឲ្យប្រាប់គេអញ្ចឹងណាបាទហើយប្តីខ្ញុំក៏ខ្ញុំជំរុញឲ្យសាកអញ្ចឹងគេក៏សាកកំប៉ុងទិញមកក្រោយ2កំប៉ុងហ្នឹងបាទចាគេប្រើមកកំប៉ុងខ្ញុំមកកំប៉ុងចាដល់ពេលសាកទៅត្រូវមែនឥឡូវគាត់ធូរត្រូវបាទបានធូរបានជាទាំងគ្រួសារតែម្ដងចាបាទអញ្ចឹងបងជឿជាក់ទេផលិតផលធម្មជាតិរបស់ស៊ីថាទៅបានមានគុណភាពធម្មតាបាទអត់ធ្វើទុកទេអ្នកខ្លះគេថាកាពះឲ្យប៉ុន្តែប្តីខ្ញុំហូបប្តីខ្ញុំជឿកាពះតែប៉ុន្តែហូបអីចាអត់មានបញ្ហាអីទេចាប៉ុន្តែគ្រាន់ថាប្តីខ្ញុំអត់សូវតបន្តិចខ្ញុំតបានអញ្ចឹងចាពេលតបានជាហ្មងចាគឺផ្អាប់ទឹកកកខ្ញុំអត់ហូបបាទចាដេកអីធ្វើការអីស្រួលវិញអស់ហើយស្រួលធម្មតាបាទបងជួយសរុបភាសាទៀតមើលបងបានធូរបានជាហ្នឹងលុយខ្លះបងជួយសរុបភាសាទៀតបងដំបូងគឺច្រមុះបាទហូរខ្លាំងចាហើយនឹងសម្រានក៏អត់មានបញ្ហាអីយើងមិនចាំតក់ថ្នាំចាហើយយើងលំអស់តិចរបស់ភ្នែកឈឺក្បាលអីក៏អន់និយាយរួមអន់ទាំងអស់បាទចាបញ្ហាច្រមុះក៏លែងអន់ខ្លាំងលេងអីចាទុកសាច់ដែរបងដុសសាច់បន្លៅរួញហ្នឹងបានវាដកហាមធម្មតាបាទធម្មតាអស់ហើយចាធម្មតាអស់ហើយដេកអីក៏លែងថប់លែងអីហើយលែងផ្សេងក៏លែងលំអស់ហើយអត់ទេបាទចាធម្មតាបងទៅពេលជាសบายចិត្តបងសบายចិត្តអូខេបងបានធូរបានជាហើយជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំផ្ញើជូនពុកម៉ែបងប្អូនដែលមានបញ្ហាប្រហែលបងទៅដល់នឹងជួក្តាប់ដាសាយលំភ្នែកលំច្រមុះដុសសាច់ជឿក្បាលអីផ្សេងហ្នឹងបងមានពាក្យអីផ្ដាំផ្ញើជូនពុកគាត់ជាចុងក្រោយបើអ្នកមានអាការៈដូចខ្ញុំដូចជាអាឡែស៊ីច្រមុះតឹងច្រមុះដុសសាច់ច្រមុះឈឺក្បាលដែលអត់លុបអីហ្នឹងចង់សាកក៏សាកបានតែខ្ញុំសាកដែរមានប្រសិទ្ធភាពប៉ុនគេមែនណាកូស៊ីចាឥឡូវបានធូរហើយបានធូរធូរនិយាយរួម100សឹង100ថា90%ចាបាទបងបាទអញ្ចឹងខាងក្រុមហ៊ុនអរគុណច្រើនបងអរគុណច្រើន